ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រលិខិតថ្លែងអំណរគុណរបស់ក្រមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីសូមគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានកិត្តិយសទី1នៃក្រមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតយើងខ្ញុំទាំងអស់គ្នានៃក្រមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីសូមអនុញ្ញាតគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានកិត្តិយសទី1នៃក្រមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដែលបានអនុញ្ញាតឲ្យប្រតិភូក្រមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីចំនួន50រូបចូលជួបសម្ដែងការគួរសមនិងគោរពជម្រាបជូននៅរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ2024និងផែនការសកម្មភាពឆ្នាំ2025នាព្រឹកថ្ងៃទី4ខែមិថុនាឆ្នាំ2025និងបានផ្ដល់អនុសាសន៍ណែនាំដែលមានអត្ថន័យខ្លឹមសារគិតគូរដល់សុខុមាលភាពសង្គមនិងសិទ្ធិរបស់ស្ត្រីដូចខាងក្រោម 1. ក្រមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីរៀបចំសំណើដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាលដើម្បីសុំកំណត់កូតាសម្រាប់មុខតំណែងស្ត្រីក្នុងទូនីតិជាអភិបាលរងរាជធានីខេត្តក្រុងស្រុកខណ្ឌឲ្យមានយ៉ាងតិចចំនួន2រូប 2. ក្រមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីស្នើទៅក្រសួងមុខងារសាធារណៈនៅពេលមានការប្រឡងជ្រើសរើសក្របខណ្ឌត្រូវកំណត់ឲ្យមានកូតាស្ត្រីដែលដាក់ពាក្យចូលរួមប្រឡងឲ្យបានយ៉ាងតិចចំនួន 50% នៃចំនួនអ្នកដែលបានចូលដាក់ពាក្យប្រឡង 3. ក្រមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនឹងធ្វើអនុត្តរភាពពង្រឹងអំណាចស្ត្រីលើគ្រប់វិស័យដោយចាប់ផ្ដើមពីវិស័យសេដ្ឋកិច្ចជាមុន 4. សម្ដេចតេជោនឹងប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីសាងសង់អានាវាសិក្សាស្ថាននៅរាជធានីភ្នំពេញសម្រាប់និស្សិតស្ត្រីថ្នាក់ឧត្តមសិក្សាហើយនឹងប្រគល់អានាវាសិក្សាស្ថាននោះជូនក្រសួងកិច្ចការនារីជាអ្នកគ្រប់គ្រង 5. សម្ដេចតេជោនឹងទទួលជួបសហគ្រិនស្ត្រីដែលនឹងរៀបចំដោយក្រសួងកិច្ចការនារីតាមការបរិច្ឆេទសមរម្យរបស់សម្ដេចតេជោជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរសិរីមង្គលគ្រប់ប្រការជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រីសូមជួបប្រទះតែនឹងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងទទួលបានជោគជ័យជានិច្ចក្នុងគ្រប់ភារកិច្ចដឹកនាំប្រទេសកម្ពុជាសូមសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមេត្តាទទួលនៅគៀវរកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីនាងខ្ញុំថ្ងៃពុធ9កើតខែចេសឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី4ខែមិថុនាឆ្នាំ2025ក្រមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីប្រធានគតិបណ្ឌិតអឹងកន្ថាភាវី